Hello ជំរាបសួរអ្នកគ្នាហើយនៅដែរគឺខ្ញុំនឹងមកបង្ហាញអ្នកគ្នាពីរបៀបភ្ជាប់ CVC ជាមួយនឹង Roblox ដើម្បីយើងអាចបើក voice chat និយាយគ្នាបាននៅក្នុង game ឬក៏អាចបើកកាមេរ៉ាដូចជាអ្វីដែលបង្ហាញពីលើវីដេអូអញ្ចឹងដើម្បីបើកមុខងារទាំងពីរនឹងបានគឺយើងត្រូវតែភ្ជាប់ CVC ហើយអ្នកគ្នាស្គាល់ CVC នឹងគឺជាតញ្ញាណប័ណ្ណរបស់យើងអូខេតែឥឡូវយើងកុំសង្កេតយើងចូលទៅភ្ជាប់តែម្ដងជាដំបូងអ្នកគ្នាចុចត្រេក3ខាងក្រោមហ្នឹងមកចុចមួយមកបន្តមកអ្នកគ្នាអូរកពាក្យថា setting រួចអ្នកគ្នារើឥឡូវគេពាក្យថា account info បន្តមកវានឹងនាំយើងមកទម្រង់បែបនេះហើយកន្លែងនេះគឺជាកន្លែងសំខាន់អ្នកគ្នាត្រូវមើលឲ្យតាន់ឥឡូវនេះអ្នកគ្នាត្រូវភ្ជាប់ Gmail ក៏បានដែរអីហ្នឹងបើយើងអត់ភ្ជាប់ក៏អីដែរហើយថ្ងៃនេះគឺយើងត្រូវកែថ្ងៃខែកំណត់របស់យើងគឺធ្វើមិនได้ឲ្យតែយើងគ្រប់អាយុ18ឆ្នាំអញ្ចឹងអ្នកគ្នាដាក់ថ្ងៃខែកំណត់របស់គ្នានឹងឆ្នាំហ្នឹងធ្វើមិនអីក្រោម2006ហ្នឹងមកហើយអ្នកគ្នាចុចប៊ូតុងខ្មៅរហូតមកអញ្ចឹងវានឹងនាំយើងមកកន្លែងមួយទៀតអូខេអញ្ចឹងយើងរងចាំបន្តិចបន្តមកយើងចុច account គេខាងនេះវាលុតពាក្យ Cambodia ស្រាប់ហើយអញ្ចឹងយើងមិនតែអីទៀតទេខាងនេះយើងរើទី1មកអូខេអញ្ចឹងដល់ទម្រង់នេះគឺអ្នកគ្នាត្រូវយកតញ្ញាណប័ណ្ណគ្នានឹងមកដាក់ពីក្រោមកាមេរ៉ាមកតមកវានឹង scan តញ្ញាណប័ណ្ណយើងអូខេអញ្ចឹងកន្លែងហ្នឹងវារៀងយូរបន្តិចចឹងអ្នកគ្នារងចាំបន្តិចទៅអញ្ចឹងដល់កាលនេះអ្នកគ្នាចុចប៊ូតុងសងរំហ្នឹងមកហើយហ្នឹងអ្នកគ្នាត្រូវដាក់មុខអ្នកគ្នានឹងចំពីមុខកាមេរ៉ាខាងមុខយើងនឹងមកពេលអ្នកគ្នាដាក់មុខរួចរាល់ហើយវានឹងលុបសញ្ញាគ្រីបែបនេះគឺមានន័យថាយើងភ្ជាប់បានសម្រេចហើយអញ្ចឹងអ្នកគ្នាចុចថយក្រោយមកវិញទាំងអស់មកតមកអ្នកចុចចេញត្រូវ3ហើយចុចរើសពាក្យ setting ដូចកាយយើងចូលពីដំបូងហ្នឹងមកហើយនេះអ្នកគ្នារើសទី3អញ្ចឹងអ្នកឲ្យរងចាំបន្តិចដោយសារខាងខ្ញុំវារឿង slow អញ្ចឹងកាលនេះអ្នកឲ្យរើទី2មកនេះទី2ហើយនេះកាលនេះគឺយើងអាចបើក voice chat បានហើយយើងចុចពី voice chat ហ្នឹងមកហើយចុចបើកមកចុចប៊ូតុងខ្មៅអញ្ចឹងយើងអាចបើកសំឡេងនិយាយក្នុងហ្គេមបានហើយតែថាយើងអត់ត្រូវបាក់ធ្វើទេហើយបើសិនជាអ្នកចង់បើកកាមេរ៉ាអ្នកគេរើខាងក្រោមគេនេះអាហ្នឹងគឺកន្លែងបើកកាមេរ៉ាអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេគឺរួចរាល់ហើយគឺអត់មានអីត្រូវធ្វើទេអញ្ចឹងខ្ញុំអរគុណអ្នកគ្នាដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ហើយខ្ញុំសូមអ្នកគ្នាគឺជួយ Subscribe ខ្ញុំម្នាក់មួយផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបង្ហាញអ្នកគ្នានៅរបៀបផ្សេងៗទៀតសូមជម្រាបលាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ